ចំការវិលជុំអ្វីទៅជាចំការវិលជុំចង់ដឹងច្បាស់ក៏ទៅស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាចំការវិលជុំមានន័យថាការធ្វើចំការផ្លាស់ប្ដូរពីទីកន្លែងមួយទៅទីកន្លែងមួយ5 6ឬក៏7 8ឆ្នាំនឹងត្រឡប់មកទីកន្លែងដើមវិញក្នុងចំការមួយយើងអាចធ្វើរយៈពេល2ឬ3ឆ្នាំអាស្រ័យទៅលើគុណភាពដីនិងដំណាំដែលយើងបានដាំចំការវិលជុំរបស់ជនជាតិដើមភាគតិចគួយស្ថិតនៅតំបន់ដែលពួកគាត់រស់នៅពួកគាត់តែងតែធ្វើការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយអាស្រ័យដោយពួកគាត់មានដីសម្រាប់អាស្រ័យផលក៏ដូចជាមានដីសម្រាប់ផ្លាស់ប្ដូរដំណាំចម្បងគឺដំណាំស្រូវបន្ទាប់ពីដំណាំស្រូវក៏យើងមានដំណាំបន្ទាប់បន្សំជាច្រើនដែលពួកគាត់ដាំនៅក្នុងនោះមានដូចជាល្ងដំឡូងពោតប្លុកសណ្តែកនិយាយរួមទៅគឺអ្វីដែលពួកគាត់ចង់ដាំគឺពួកគាត់អាចដាំនៅក្នុងនឹងបានទាំងអស់ចំការវិលជុំគឺមានអត្ថប្រយោជន៍មែនទែនសម្រាប់ជនជាតិដើមភាគតិចគួយក្នុងការអាស្រ័យផលក៏ដូចជាការរស់នៅរបស់ពួកគាត់បងប្អូនដឹងទេថាចំការវិលជុំនេះមានលក្ខណៈពិសេសយ៉ាងដូចម្តេចសម្រាប់ជនជាតិដើមភាគតិចគួយដោយសារតែជនជាតិដើមភាគតិចគួយរស់នៅអាស្រ័យទៅលើព្រៃឈើក៏ដូចជាអាស្រ័យទៅលើធនធានធម្មជាតិដូច្នេះហើយជនជាតិដើមភាគតិចគួយអាចអាស្រ័យផលទៅលើធនធានធម្មជាតិដូចជាបោចវល្លិដងជ័រឬក៏ធ្វើចំការវិលជុំបែបនេះដើម្បីកុំឲ្យចំការវិលជុំនេះបាត់បង់គឺពួកយើងខំរក្សាព្រៃឈើក៏ដូចជារក្សានៅធនធានធម្មជាតិដែលយើងមានដើម្បីពួកយើងអាចប្រកបរបរចិញ្ចឹមជីវិតក៏ដូចជាអាចរក្សានៅទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចយើងឲ្យបានល្អនៅថ្ងៃអនាគតសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់បានដឹងពីវប្បធម៌របស់ជនជាតិគួយវប្បធម៌ភាសារស់មនុស្សនៅ